บอดปีศาจชีวิตរបស់មនុស្សតើមានដាក់លក់នៅលើទីផ្សារឬក៏អត់សម្រាប់ទស្សនៈមួយចំនួននឹងនិយាយថាបទពិសោធន៍គ្មានការដាក់លក់នៅលើទីផ្សារទេតែសម្រាប់ការមើលឃើញរបស់ខ្ញុំគឺបទពិសោធន៍មានដាក់លក់នៅលើទីផ្សារនៅតាមបណ្ដាគារនានាទូទាំងព្រះរាជាណាចក្រកម្ពុជាគឺជាបទពិសោធន៍មួយដែលពួកគាត់បានហែលឆ្លងកាត់ភាពរវិងជូរជាត់គ្រប់បែបយ៉ាងដែលគាត់បានឆ្លងកាត់ទាក់ទងជាមួយនឹងជីវិតគូស្នេហាជីវិតគ្រួសារជីវិត business មុខចំនួនតូចធំរហូតដល់គាត់ជោគជ័យកម្រិតកំពូលគាត់បានន័យថាគាត់ធ្វើដំណើរពីថ្មើរជើងរហូតដល់ឡើងទៅដល់កំពូលភ្នំលើហើយគាត់ត្រឡប់ចុះមកវិញហើយគាត់មកចែករំលែកទាក់ទងជាមួយជីវិតរបស់គាត់ទៅមនុស្សម្នាជុំវិញខ្លួនតាមរយៈការអាននឹងឯងអញ្ចឹងសំខាន់ណាស់ទាក់ទងជាមួយនឹងការអានប្រជាជនខ្មែរយើងមិនសូវមានទំនោរទៅលើការអានសៀវភៅនោះទេដោយសារការអានសៀវភៅគាត់យល់ថាគាត់អានតាំងពីតូចក្រូចឆ្មាមកនៅតាមថ្នាក់បឋមវិទ្យាល័យសាកលវិទ្យាល័យមហាវិទ្យាល័យគឺគាត់អានច្រើនឆ្នាំមកហើយអញ្ចឹងគាត់យល់ថាការអានវាមិនមានអ្វីដែលធ្វើឲ្យគាត់ផ្លាស់ប្ដូរនោះទេតែផ្ទុយទៅវិញមានមនុស្សមួយចំនួនដែលគាត់បានអានសៀវភៅដែលរៀមច្បងរបស់យើងគាត់ដាក់លក់បទពិសោធន៍របស់គាត់ឲ្យមកយើងហើយគាត់យកទៅអនុវត្តទៅតាមសៀវភៅទាំងអស់ហ្នឹងគឺជាបទពិសោធន៍មួយដែលរកអ្វីមកផ្ទឹមកំបានដែលគាត់ឆ្លងកាត់ហើយគាត់ជោគជ័យហើយគាត់មកប្រាប់យើងសម្រាប់យើងចំនួនក្រោយធ្វើការងាររកស៊ីកុំឲ្យជួបនៅបញ្ហាដូចគាត់ឬក៏ជួបខ្សែជីវិតដូចគាត់ហ្នឹងហើយសឹងថាបទពិសោធន៍ពេញមួយជីវិតរបស់គាត់យកមកប្រាប់យើងក្នុងសៀវភៅតែមួយក្បាលគត់ដែលមានទំព័រត្រឹមតែ500ទំព័រ200ទំព័រ300ទំព័រដែលយើងអានក្នុងរយៈពេលត្រឹមតែ3ថ្ងៃ4ថ្ងៃឬក៏1អាទិត្យអញ្ចឹងយើងចំណាយពេលវេលាតែ3 4ថ្ងៃឬក៏1អាទិត្យគឺយើងបានបទពិសោធន៍មនុស្សមួយសឹងតែពេញមួយជីវិតអញ្ចឹងបទពិសោធន៍ជីវិតដែលគាត់ដាក់លក់នៅលើទីផ្សារគឺមានតម្លៃណាស់អញ្ចឹងស្របមកបងប្អូនយល់ឃើញយ៉ាងម៉េចដែរទាក់ទងជាមួយនឹងការអានបាទហើយបទពិសោធន៍តើពិតទេមានដាក់លក់នៅលើទីផ្សារបាទពេលនេះខ្ញុំសុខាអរគុណច្រើនដែលអស់លោកស្រីបានទស្សនាឬក៏ស្ដាប់វីដេអូរបស់យើងខ្ញុំពីដើមដល់ចប់បើយល់ថាវីដេអូរបស់យើងខ្ញុំល្អអាចធ្វើឲ្យរីកចម្រើននៅក្នុងសង្គមឬក៏ជាការផ្ដល់ចំណេះដឹងឬក៏ទូន្មានដល់បងប្អូនរបស់យើងទូទាំងពិភពលោកក៏សូមជួយចុច like ហើយនឹង share វីដេអូរបស់យើងខ្ញុំផងអរគុណ